ឃើញគេរំច្រៀងនៅក្នុង TikTok ឬក៏គេបង្ហាញនៅក្នុង Facebook ឬក៏ប្រព័ន្ធបណ្ដាញសង្គមអីផ្សេងក៏ដោយមិនមែនថានៅខាងក្រៅយើងជួបគេហើយយើងគិតថាគេនៅខាងក្រៅនៅខាងក្នុងដូចគ្នាហើយយើងទៅបញ្ចេញសកម្មភាពទៅលើគេដូចថាខ្វះការគោរពការលេងសើចការនិយាយពាក្យសម្ដីទៅកាន់គេវាអត់ត្រឹមត្រូវវាធ្វើឲ្យគេមានអារម្មណ៍ថាយើងអត់គោរពគេដូចជាស្ដាយមានពេលខ្លះនៅឃើញគេរំកាច់រៀងនៅក្នុង TikTok ចឹងឃើញគេនៅខាងក្រៅមើលងាយគេដូចនិយាយបៀតបៀនគេអាការបៀតបៀនហ្នឹងមិនមែនចាំតែប្រើកាយវិការពាក្យសម្ដីក៏ដូចគ្នាដែរអ្នកខ្លះលេងសើចខុសទំនងលេងសើចធ្វើឲ្យប៉ះពាល់នៅអារម្មណ៍របស់គេលេងសើចធ្វើឲ្យគេយល់ថាយើងកំពុងតែមើលងាយគេអញ្ចឹងខ្ញុំសំណូមពរទៅកាន់អ្នកផ្សេងទៀតនៅពេលដែលជួបគេនៅខាងក្រៅអញ្ចឹងណាកុំយកអ្វីដែលយើងគិតទៅ apply នៅលើគេព្រោះអីវា